បាទសូមគោរពនឹងជម្រាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសថ្ងៃនេះគឺខ្ញុំសូមមានការបញ្ចេញមតិបាទតិចតួចពាក់ព័ន្ធទៅនឹងបញ្ហាប្រាសាទតាក្របីណាបងប្អូននឹងហើយបើសិនជាខ្ញុំមានមតិទៅមានការលើសលុះឬក៏ខ្វះខាតគុំឆ្លងកន្លែងណាក៏សូមនឹងហើយមេត្តាខន្តីអភ័យទោសពីសំណាក់បងប្អូនប្រិយមិត្តនិងជនរួមជាតិទាំងអស់គ្នាបាទជាក់ស្ដែងនៅថ្មីនេះក្រោយពីការចុះហត្ថលេខាព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីរួចមកឃើញថាយើងនៅជាប់លក្ខខណ្ឌហ្នឹងហើយ4ចំណុចតែថៃបានដាក់ឲ្យហើយក្នុងនោះដែរក៏មានលក្ខខណ្ឌដោះដូរទៅនឹងទាហានព្រះកងទ័ពរបស់យើង18រូបដែលថៃចាប់ធ្វើជាចំណាប់ខ្មាំងនឹងហើយការអនុវត្តលក្ខខណ្ឌក៏យើងបានអនុវត្តបន្តតែហើយយើងមើលទៅប៉ុន្តែចំណុចសំខាន់មួយទៀតគឺក្រសួងការពារជាតិថៃក៏ដូចជាមេទ័ពថ្មីធំរបស់គេនឹងព្រមទាំងនាយករដ្ឋមន្ត្រីថៃនឹងទៀតនិយាយទៅគ្រប់ស្ទងស្ថាប័នគឺចេញមកគឺប្រកាន់ជំហររបស់ពួកគេនឹងដូចគ្នាហើយបន្ថែមលក្ខខណ្ឌមួយទៀតដ៏ធ្ងន់ធ្ងរដែលយើងមិនអាចទទួលយកបាននោះគឺគេថាទាល់តែខ្មែរយើងនឹងព្រមប្រគល់ប្រាសាទតាក្របីដែលយើងកំពុងតែគ្រប់គ្រងនឹងឲ្យទៅថៃផ្ដាច់មុខទើបគេព្រមដោះលែងហ្នឹងហើយវីរៈកងទ័ព18នាក់ហើយខ្ញុំនឹងវាឆ្ងល់ចំណុចខ្ញុំឆ្ងល់នឹងគឺការចុះកិច្ចព្រមព្រៀងសន្តិភាពនឹងបានន័យថាឈប់បាញ់ឈប់ឆ្លៀតពៀននឹងហើយនេះជាកិច្ចគេថាកិច្ចព្រមព្រៀងសន្តិភាពពាក្យថាសន្តិភាពនឹងគឺអត់មានចំនួនអីតទៅទៀតទេអត់មានការរំលោភបំពានអីបូរណភាពទឹកដីទេប៉ុន្តែថៃជាក់ស្ដែងក្រោយពីចុះហត្ថលេខាកិច្ចព្រមព្រៀងឬក៏ប្រជុំ JBC OBC ហើយក៏នៅតែមានការរំលោភគ្រប់តែកន្លែងហ្នឹងវាឆ្ងល់កន្លែងហ្នឹងណាឥឡូវហ្នឹងទាមទារភាសាតែកបីទៀតគម្រាមប្រើកម្លាំងបើមិនប្រើកម្លាំងទេមេតបគេចេញមកក៏ដូចជាក្រសួងការពារជាតិគេចេញមកថាយើងនឹងប្រើមួយជំហានលុះត្រាណាទល់តែបានជាដាច់ខាតទោះត្រូវប្រើពេលប្រមាណ100ឆ្នាំទៅមុខទៀតក៏នៅតែយកដែរចំណុចនេះសួរថាកិច្ចព្រមព្រៀងសន្តិភាពតើមានន័យអ្វីណាបងប្អូនខ្ញុំមិនយល់ហ្នឹងហើយព្រោះខ្ញុំមិនមែនជាអ្នកនយោបាយទេខ្ញុំបញ្ចេញមតិនេះក្នុងនាមជាពលរដ្ឋខ្មែរនឹងខ្ញុំវាឆ្កិញនឹងថៃពេកវាក្លុកពេកគោលចំហការពារជាតិរបស់យើងទៅណាអស់ហើយបានជាគេសម្លុតរហូតគេដាក់លក្ខខណ្ឌមកខាងយើងរហូតដូច្នេះហើយយើងចេះតែព្រមទទួលរហូតចឹងក៏មិនធ្វើតាមវាគ្រប់បែបយ៉ាងហើយនៅតែមិនបានសុខនៅតែមិនដោះលែងទាហានរបស់យើងទាំង18រូបដែលពួកវាបានចាប់ទៅនេះហើយឥឡូវវាបន្ថែមលក្ខខណ្ឌហើយបើសិនជាដោះដូរក៏នៅតែវាមិនព្រមដដែលឧបមាថាបើដោះដូរក៏នៅតែវាមិនព្រមទេពីព្រោះខ្ញុំដឹងចរិតលក្ខណៈជនជាតិថៃមួយនេះជនជាតិសៀមនេះគឺអាក្រក់ណាស់ហ្នឹងហើយបើយើងដោះដូរតាមតលក្ខខណ្ឌវារហូតចឹងខ្លាយវារហូតចឹងវានៅតែបំពេញយើងជារៀងរហូតទាល់តែយើងខ្លាំង